Hello សួស្តីអ្នកទាំងអស់គ្នាបាទជូនវិលត្រឡប់ជួបអ្នកទៅជាមួយនឹងរឿងកុចអមតៈទីនេះនៅក្នុងឈុតភាគទី150នៃផាតទី4ដែលជាផាតបញ្ចប់អញ្ចឹងផាតក្រោយគឺចូលទៅដល់ឈុតភាគ151ហើយអញ្ចឹងខ្ញុំសូមធ្វើការអរគុណទៅដល់បងប្រុសពីររូបដែលបានជួយលើកទឹកចិត្ត admin ម្នាក់$1គឺខ្ញុំបានរៀបរាប់ឈ្មោះនៅក្នុងរឿងទឹកដីធម្មពលវិញ្ញាណរួចមកហើយហើយបើសិនជាមានគ្នាយើងចង់លើកទឹកចិត្ត admin បន្ថែមដើម្បីធ្វើវីដេអូជារៀងរាល់ថ្ងៃអាចមើលតាមរយៈ QR code នៅលើអេក្រង់នេះក៏បានដែរដោយសារតែបច្ចុប្បន្ន admin ក៏មានចំណូលដូចគ្នាជាទៅធ្វើតេតទៅបុព្វបុរសឈាមបានសម្លឹងមើលវងលៀនយ៉ាងត្រជាក់ម្រាមដៃរបស់គាត់ក៏មិនបានបញ្ឈប់ការវិប្រហារទេហើយបន្តសង្កត់ចុះនៅសល់តែ3អេងទីប៉ុណ្ណោះនឹងប៉ះវងលៀនសម្លេងផ្ទុយយ៉ាងខ្លាំងក៏បានពលឺឡើងវងលៀនក៏បានក្អួតឈាមហើយរាងកាយរបស់គាត់ក៏បានហោះខ្ទាតចេញទៅដូចជាខ្លែងដាច់ខ្សែរួចធ្លាក់ទៅលើដីធ្វើឲ្យផ្ទៃដីប្រេះស្រុតវងលៀនបានដកថយ100ជំហានទៅទប់ខ្លួនបានក្នុងស្ថានភាពរបស់ធ្ងន់ធ្ងរនឹងមានឈាមហូរចេញពីមាត់ឆ្អឹងជាច្រើននៅក្នុងខ្លួនរបស់គាត់ក៏ត្រូវបានបាក់ប៉ុន្តែទោះបីជារាងកាយនៃអ្នកការពារអមតៈនេះទៅរបួសធ្ងន់ធ្ងរជាលើកដំបូងក្តីក៏វងលៀននៅតែញញឹមយ៉ាងត្រជាក់គាត់ដឹងច្បាស់ថាបើសិនជាម្រាមដៃនោះសង្កត់ចូលមកមែនគាត់ច្បាស់ជាស្លាប់មិនខានបុព្វបុរសឈាមដាមកក្បែរហើយនិយាយថាគាត់ទុកពេលឲ្យវងលៀននិយាយត្រឹមតែ3បញ្ចុកប៉ុណ្ណោះគាត់ពិតជាចង់សម្លាប់វងលៀនហើយឆែកមើលព្រលឹងដើម្បីរកនៅទីតាំងចាស៊ីសឺប៉ុន្តែគាត់ត្រូវតែប្រយ័ត្នព្រោះវងលៀនត្រឹមតែជារាងកាយខ្លួនបើគាត់សម្លាប់ខ្លួននេះរាងកាយពិតរបស់វងលៀនអាចនឹងសម្លាប់ចាស៊ីសឺភ្លាមវងលៀនជូតឈាមហើយប្រាប់ថាចាស៊ីសឺកំពុងមានសុវត្ថិភាពគេមិនបានប៉ះពាល់នាងសំបីតែសក់មួយសរសៃជាពេលរាប់រយឆ្នាំនេះគាត់សុខចិត្តបកគលនាងឲ្យវិញបើបុព្វបុរសឈាមសន្យាថានឹងដោះលែងគាត់ហើយលែងមករករឿងគាត់ទៀតបុព្វបុរសឈាមក៏បានយល់ព្រមហើយស្បត់លើតាវរបស់គាត់ថាមិនសម្លាប់វងលៀនទេបើគាត់បកគលកូនស្រីមកឲ្យវិញវងលៀនមិនជឿទាំងស្រុងទេគាត់ក៏បានខ្ជាក់នៅគ្រីស្តាល់មួយចេញមកដែលវាប្រែក្លាយទៅជាក្បួនផ្លាស់ប្ដូរមួយមិនសូវនឹងណូគាត់ប្រាប់ថាយ៉ាស៊ីសឺនៅក្នុងនោះរួចក៏បញ្ញាប់ហោដកថយយ៉ាងលឿនចូលទៅក្នុងទីទទេឬក៏លំហគាត់ប្រាប់បុព្វបុរសឈាមថាបើជឿជាក់ចូលទៅមើលទៅតែបើមិនជឿនោះចង់ដេញតាមគេក៏មិនខ្វល់នឹងសម្លាប់ព្រះដែរបុព្វបុរសឈាមពិនិត្យមើលថាក្បួនផ្លាស់ប្ដូរដឹងថាមាននៅដង្ហើមអាយវ៉ាន់របស់កូនស្រីរបស់គាត់មែនតែគាត់ក៏បំបែកវាឲ្យក្លាយទៅជាគ្រីស្តាល់វិញរួចប្រមូលចេតនាសម្លាប់ដេញតាមវងលិនយ៉ាងក្តៅក្រហាយដោយគិតថាគាត់មិនជឿលើតាវទេដូច្នេះគ្មានហេតុផលអ្វីដែលគាត់មិនអាចសម្លាប់វងលិននោះទេពេលឃើញបុព្វបុរសឈាមដេញតាមវងលិននិយាយថាវាគឺជាជំរឿនរបស់បុព្វបុរសឈាមខ្លួនឯងបុព្វបុរសឈាមបើប្រើប្រាស់នៅវិជាប្រែក្លាយទីទទេឲ្យទៅជាសមុទ្រឈាមរំពោចរាងកាយវងលិនដើម្បីចម្រាញ់នៅព្រលឹងរបស់គាត់ទន្ទឹមនឹងនោះគាត់ក៏បានបាញ់បញ្ចូលពណ៌ក្រហមមួយចូលទៅក្នុងទីទទេដើម្បីតាមសម្លាប់រាងកាយពិតរបស់វងលិនផងដែរនៅឯរាងកាយពិតដែលកំពុងលាក់ខ្លួនឯណោវងលិនដឹងខ្លួនភ្លាមក៏បានប្រើប្រាស់នៅធម្មពល Celestial ធ្វើឲ្យក្បួនជាងពេកដែរនៅក្នុង storage លំហរបស់ Celestial ដែលជាកន្លែងដែលយ៉ាស៊ីសឺខំខាំងដួលរលំគាត់ក៏បានហោះចេញពីកន្លែងលាក់ខ្លួនដោយមានមជ្ឈុលក្រហមដេញតាមយ៉ាងកកិតពីក្រោយព្រលឹងរបស់វងលិននៅក្នុងរាងកាយខ្លួនក៏បានបន្លឺនៅសំឡេងធ្ងរមុនពេលបាយធ្លាយបុព្វបុរសឈាមទទួលអារម្មណ៍ថាលំហនៅកញ្ចប់ដាក់អីវ៉ាន់កំពុងដួលរលំគាត់ភ័យស្លន់ស្លោក៏ទម្លាក់នៅគ្រីស្តាល់ចោលឬក៏បានដាក់វេទមន្តការពារកុំឲ្យវាបែកបាក់មុននឹងដើរចូលទៅក្នុងក្បួនផ្លាស់ប្ដូរនោះពេលចូលទៅដល់គាត់ដឹងភ្លាមថាវាគឺជាលំហ storage របស់ Celestial ហើយបើវាដួលរលំគាត់ច្បាស់ជាស្លាប់ទោះបីជាមាននៅគ្រាប់ថ្នាំពលឹងឈាមក៏ដោយលើកលែងតែគាត់លេបថ្នាំនេះទាំងអស់បញ្ចូលគ្នាទើបអាចទប់ទល់បានគាត់ខឹងសម្បាននឹងវងលៀនខ្លាំងណាស់ហើយប្រញាប់ហោទៅរកយ៉ាស៊ីសឺយ៉ាងលឿនវងលៀននៅខាងក្រៅក៏បានបញ្ជាឲ្យក្បួនទាំងអស់ផ្ទុះឡើងដើម្បីឲ្យលំហ storage នោះរលំទាំងស្រុងរូបព្យាយាមរត់គេចពីមជ្ឈុលក្រហមនៅក្នុងបុព្វបុរសឈាមក៏បានរកឃើញនៅក្បួនដែលខុំយ៉ាស៊ីសឺក៏បានប្រមូលវាហើយហោះត្រឡប់មកកាន់ក្បួនផ្លាស់ប្ដូរវិញស្របពេលដែលភ្នំមួយនឹងជាលងភ្នំនៅក្នុងលំហ storage នោះកំពុងរលាយបាត់បង់ដោយសារតែអណ្ដាតភ្លើងពណ៌ខ្មៅខណៈដែលបុព្វបុរសឈាមចិត្តឈានជើងចូលទៅក្នុងក្បួនផ្លាស់ប្ដូរដើម្បីរត់គេចខ្លួនវងលៀនក៏ដឹងរឿងនេះតាមរយៈរាងកាយខ្លួនរបស់គាត់បានសម្រេចចិត្តឲ្យរាងកាយអ្នកការពារអមតៈនោះបញ្ចេញនូវធម្មពលបំផ្ទុះខ្លួនឯងនៅក្បែរក្បួនផ្លាស់ប្ដូរខាងក្រៅទោះបីជាធម្មពលត្រូវបានកាត់បន្ថយដោយសារតែសមុទ្រឈាមប៉ុន្តែធម្មពល 40% ដែលនៅសល់គឺគ្រប់គ្រាន់សម្រាប់បំផ្ទុះក្បួនផ្លាស់ប្ដូរនោះចោលទាំងស្រុងបុព្វបុរសឈាមត្រូវខ្ទាតចូលទៅក្នុងលំហ storage វិញក្នុងស្ថានភាពអាសន្នគាត់ក៏បានបំបែកដុំក្បួនរបស់យ៉ាស៊ីសឺដោយផ្ទាល់ដើម្បីឲ្យនាងរស់ឡើងវិញតាមរយៈគ្រាប់ថ្នាំពលឹងឈាមព្រោះគាត់ដឹងថានាងធ្លាប់លេបវារួចហើយគាត់ក៏បានប្រើប្រាស់នៅធម្មពលកម្រិត Navana Cleanser របស់គាត់ទាំងអស់ដើម្បីទប់ទល់នឹងការដួលរលំនិងការពារពលឹងកូនស្រីកុំឲ្យរលាយបា
បានជាពេលដល់ខ្លីយ៉ាស៊ីសើបានរស់ឡើងវិញនៅឯទីតាំងទឹកដីព្រលឹងបិសាចដោយសុវត្ថិភាពបន្ទាប់ពីឃើញកូនស្រីសុវត្ថិភាពប្រពៃបារាជីក៏បានញញឹមហើយគាត់ក៏បានបបែកនៅក្របថ្នាំព្រលឹងឈាម3គ្រាប់ចុងក្រោយរបស់គាត់ដើម្បីទប់ទល់នឹងដាតភ្លើងខ្មៅខណៈដែលលំហសរេចនោះក៏បានរលំទាំងស្រុងនិងបាត់បង់រូបរាងវាមកមើលវ៉ាងលីនឯនៅវិញក៏កំពុងរត់គេចពីមជុលក្រហមស្រាប់តែមជុលនោះក៏បានជោគខ្សោយនិងប្រែក្លាយទៅជាថ្លាស្ទើរតែរលាយបានឬក៏បានហោះត្រឡប់ក្រោយវិញវ៉ាងលីនដឹងភ្លាមថាប្រពៃបារាជីមិនទាន់ស្លាប់ទេតែច្បាស់ជារងរបួសធ្ងន់ធ្ងរបំផុតគាត់ក៏បានបន្ថយចាប់យកនៅមជុលក្រហមនោះហើយប្រើប្រាស់នៅធម្មពល Celestial ទាំងអស់ដើម្បីឃុំឃាំងវាទោះបីជាវាជោគខ្សោយប៉ុន្តែមជុលនោះនៅតែប្រឹងរើបំរាវ៉ាងលីនសម្រេចចិត្តដេញតាមមជុលនោះដើម្បីឆ្លៀតការសម្លាប់ប្រពៃបារាជីចោលកុំឲ្យตกជាគ្រោះថ្នាក់នៅថ្ងៃក្រោយគាត់ក៏បានហោះកាត់នៅដែនដីមេឃិរន្ទះចឹងលឿននៅឯទីលំហទទេមួយកន្លែងដំណក់ឈាមជាច្រើនដែលទុកនៅព្រលឹងប្រពៃបារាជីបានអដែតនិងប្រមូលផ្ដុំគ្នាដើម្បីឲ្យគាត់ដឹងខ្លួនឡើងវិញដំណើរការនេះស៊ីពេលដល់ទៅ3ខែប៉ុន្តែនៅពេលដែលឈាមចិត្តប្រមូលផ្ដុំគ្នាបាន 60% ស្រាប់តែមានបារោះចំណាំម្នាក់ជីនៅសារន្ទះលេចមុខចេញមកសាច់ចម្លែករន្ទះនោះមានចងខ្សែកប់ក្រដាសជន់ពីពេញខ្លួននិងមាននៅចោះកងដែកនៅស្នែងមើលទៅគួរឲ្យអាណិតណាស់នៅពីក្រោយគាត់ក៏មាននៅសារន្ទះជាច្រើនទៀតដែលត្រូវគាត់ចាប់ចងផងដែរបារោះចំណាំនោះស្គាល់ថាគឺជាវិជាឈាមរបស់ត្រកូលចៅគាត់ក៏បានសម្រេចចិត្តថាជួយបញ្ចូលឈាមទាំងនោះឲ្យគ្នាដោយបង្ខំការបញ្ចូលដោយបង្ខំនេះធ្វើឲ្យកម្រិតហ្វឹកហាត់របស់ប្រពៃបារោះឈាមធ្លាក់ចុះមកត្រឹមតែដំណាក់កាលចុងក្រោយនៃកំទេចណាវ៉ាណាពេលប្រពៃបារោះឈាមដឹងខ្លួនគាត់ព្យាយាមទប់កំហឹងហើយអរគុណបារោះចំណាស់នោះព្រមទាំងសូមឲ្យដោះលែងគាត់ប៉ុន្តែបារោះចំណាស់នោះយកលេសថាចង់បានការតបស្នងក៏ហែកយកព្រលឹងនឹងរាងកាយឈាមរបស់ប្រពៃបារោះឈាមទៅកដាលឬក៏ផ្លុំឈាមដែលនៅសល់ឲ្យបែកខ្ញែជាដំណក់វិញមុននឹងជីសัตว์ចេញទៅបានប្រពៃបារោះឈាមក៏សន្លប់លែងដឹងខ្លួនម្ដងទៀតវ៉ាងលៀនដែលតាមដានមកចូលក្រហមក៏បានមកដល់ទីតាំងនោះគាត់ឃើញដំណក់ឈាមទាំង10ដុំកំពុងប្រមូលផ្ដុំគ្នាម្ដងទៀតមិនបង្អល់ពេលយូរគាត់ក៏បានហៅនៅព្រលឹងភ្នំមកសង្កត់ពីលើទាញនៅដាវ Celestial កាប់ផ្ដាច់នៅដំណក់ឈាមនិងប្រើប្រាស់នៅរន្ទះពីព្រលឹងរបស់ខ្លួនវាប្រហារយ៉ាងសន្ធប់ទោះជាយ៉ាងណាព្រលឹងរបស់ប្រពៃបារោះឈាមនៅតែព្យាយាមភ្ញាក់ឡើងយ៉ាងខ្លាំងក្លាវ៉ាងលៀនប្រឹងប្រើនៅវិជាបញ្ឈប់ប្រើប្រាស់នៅរបបកម្មនិងធម្មពលដាវរបស់លីងធីនហួរព្រមទាំងរន្ទះទាំងអស់វាប្រហារកំទេចដុំឈាមនោះនៅវិនាទីចុងក្រោយដុំឈាមក៏បានផ្ទុះបែកខ្ចាយប្រពៃបារោះឈាមស្រែកឡើងដោយក្តីខឹងសម្បាឈាមនោះបានបែកចែកជាពីរចំណែកមួយចំណែកតូចនាំយកនៅព្រលឹងប្រពៃបារោះឈាមរត់គេចបានចំណែកមួយទៀតបានហោះមកវាលោកចូលក្នុងរាងកាយរបស់វ៉ាងលៀនតាមរុនញើឈាមនោះផ្ទុកទៅដោយធម្មពលដើមដ៏ក្រាស់ក្រែលដែលធ្វើឲ្យវ៉ាងលឿនឈឺចាំអួតឈាមហើយសន្លប់បាត់ស្មារតីហោះធ្លាក់ទៅបុកទង្គិចទៅនឹងបំណែកដីមួយដែលអណ្ដែតនៅទីលំហទទេកប់ទៅនឹងដីចំណែកស៊ូលីកូវិញពេលឃើញបែបនេះក៏ស្លន់ស្លោហើយមិនបានរត់គេចទេថែមទាំងយកនៅព្រលឹងភ្នំហោះតាមវ៉ាងលៀនចូលទៅក្នុងទីទទេដែរជាងកាយវ៉ាងលៀនដែលសន្លប់បាត់ស្មារតីកំពុងសរុបជោគនៅធម្មពលដើមចាំងច្រើនសន្ធឹកសន្ធាប់ពីឈាមរបស់ប្រពៃបារោះឈាមដែលជាភាពចៃដន្យដ៏អស្ចារ្យជួយរំលាយធម្មពលរន្ទះដែលបារោះចំណាធ្លាប់បន្សល់ទុកនៅក្នុងខ្លួនគេកាលពីមុនការរួមបញ្ចូលនេះកំពុងជំរុញកម្រិតហ្វឹកហាត់របស់វ៉ាងលៀនឲ្យឈានទៅដល់ការដំណាក់កាលជាបំភាន់ពពកខ្មៅក៏បានចាប់ផ្ដើមប្រមូលផ្ដុំនៅលើបំណែកដីតូចនោះដូចទៅនឹងពេលដែលគេប្រឆាំងនឹងឋានសួគ៌នៅឯទឹកដីព្រលឹងបិសាចដែរចំណែកព្រលឹងប្រពៃបារោះឈាមដែលនៅសេសសល់បានដឹងខ្លួនឡើងវិញក្នុងភាពទន់ខ្សោយបំផុតនិងមានពណ៌ក្រហមក្រម៉ៅគាត់មានការស្អប់ខ្ពើមនឹងចងគំនុំចំពោះវ៉ាងលៀនដល់កម្រិតកំពូលនឹងមិនធ្លាប់មានពីមុនមកហើយសាច់រឿងរបស់យើងក៏ឆ្លៃប៉ុណ្ណេះក៏រៀងខ្លីបន្តិចហើយសូមអធិស្ឋានផងជួបគ្នានៅក្នុងវីដេអូបន្ទាប់ទៀត